នេះដាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរបានមូលមតិគ្នាក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជាដែលមានលោកវិជ្ជបណ្ឌិតសុកពោដែលជាប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគ្រូពេទ្យបាននាំបាទលោកគ្រូអ្នកគ្រូពេទ្យជាវិជ្ជបណ្ឌិតជាក្រុមគ្រូពេទ្យមកដល់ទីស្តីការក្រសួងទេសចរក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងទេសចរខ្ញុំបានរៀបចំកម្មវិធីនេះជាលើកទី1ហើយកន្លងមកនៅឆ្នាំមុនខ្ញុំក៏បានក្នុងនាមរដ្ឋមន្ត្រីក្រសួងអធិការកិច្ចក៏បានរៀបចំកម្មវិធីនេះមួយដងដែរបាទហើយការរៀបចំកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះគឺក្រោមប្រធានបទការបរិច្ចាគឈាមគឺជាសង្ឃធម៌ដ៏ប្រពៃឆ្នាំនេះគឺសម្ដេចគតិព្រឹទ្ធបណ្ឌិតបុត្រនីហ៊ុនសែនបានចាត់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលជាអនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជាដើម្បីទទួលសប្បុរសជនទាំងជាតិនិងអន្តរជាតិជាថវិកាជាសម្ភារៈផ្សេងៗដើម្បីជួយទ្រទ្រង់ដល់បេសកកម្មដ៏ដុំដំរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះដែលជួបទុក្ខលំបាកពីគ្រោះភ័យផ្សេងៗយើងខ្ញុំជួបជុំគ្នាលើកនេះក៏ដើម្បីឆ្លើយតបបានទៅនឹងការត្រៀមរៀបចំប្រពខួបលើកទី70របស់កាកបាទក្រហមកម្ពុជាក្នុងប្រជាជាតិកម្ពុជាយើងនឹងដែរបាទចឹងទេថ្ងៃនេះគឺខ្ញុំឃើញបងប្អូនអ្នកដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់គឺថាគាត់អញ្ជើញមកដល់ឈាមនេះដោយស្មារតីសប្បាយរីករាយម្ចាស់ការទឹកមុខនឹងសប្បាយរីករាយអារម្មណ៍ជ្រះថ្លានេះជាទម្លាប់របស់ក្រសួងទេសចរយើងខ្ញុំបាទដូចតែខ្ញុំបានតែងតែបញ្ជាក់ជាមួយនឹងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថាយើងទាំងអស់គ្នាដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរកម្ពុជាគឺយើងត្រូវធ្វើការដោយឈរលើស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងកិច្ចសហប្រតិបត្តិការល្អយើងរួមគ្នាបំពេញការងារជាបរិយាកម្មជាសកម្មនិងជាអន្តរសកម្មដើម្បីសម្រេចឲ្យបាននៅអ្វីដែលជាបេសកកម្មដ៏ដុងឧត្តមដែលរាជរដ្ឋាភិបាលប្រគល់ជូនហើយដើម្បីចូលរួមសម្រេចឲ្យបាននៅចក្ខុវិស័យក្រសួងទេសចរបានកំណត់ជាពិសេសគឺចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ដែលបានដាក់ចេញដោយសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងហើយការចូលរួមដោយស្មារតីជ្រះថ្លាទឹកចិត្តសប្បាយរីករាយរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការបានបង្ហាញឲ្យឃើញអំពីគំរូល្អចរន្តជាតិនិយមរបស់ខ្មែរយើងក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាពដែលសម្ដេចតេជោហ៊ុនសែនលោកបានប្រើប្រាស់នយោបាយឈ្នះឈ្នះឲ្យប្រទេសកម្ពុជានៅកត្តាសុខសន្តិភាពពេលដែលប្រទេសយើងមានសុខសន្តិភាពប្រទេសយើងមានស្ថិរភាពនយោបាយប្រទេសយើងមានការអភិវឌ្ឍនិងចម្រើនលើគ្រប់វិស័យសម្ដេចអធិបតីបានកំណត់ឲ្យថានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលសម្ដេចបានដាក់ចេញគឺផ្ដោតលើចំណុច5សំខាន់មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាគឺបច្ចេកវិទ្យា Digital មនុស្សគឺនៅទី1បាទនៅទី1អញ្ចឹងមនុស្សដែលនិយាយពីមនុស្សធនធានមនុស្សមូលធនមនុស្សគឺបញ្ហាសំខាន់ក្រៅពីចំណេះដឹងក្រៅពីបទពិសោធន៍ការងារក្រៅពីសិលធម៌គុណធម៌ផ្សេងសុខភាពអញ្ចឹងទេសកម្មភាពមនុស្សធម៌ណាបែបគេហៅថាស្ទៀងហៅថាសង្ឃធម៌នៅថ្ងៃនេះគឺជាការរួមចំណែកដោយផ្ទាល់បាទជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដែលចូលរួមសម្រេចនៅអធិភាពពលិសដែលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានកំណត់អញ្ចឹងក្នុងនាមក្រសួងទេសចរខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណដល់ជ្រាលជ្រៅជូនចំពោះឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់មានមន្ត្រីរាជការយើងអញ្ជើញមកពីតាមបណ្ដាមន្ទីររាជធានីខេត្តទៀតនៅថ្ងៃនេះដែលពួកគាត់ចំណាយពេលវេលាធ្វើដំណើរមកជាមួយនឹងទឹកចិត្តសប្បាយរីករាយដើម្បីផ្ដល់ឈាមបរិច្ចាគឈាមទុកសម្រាប់ឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានប្រើប្រាស់តាមសេចក្តីត្រូវការដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋខ្ញុំបានរៀបចំកម្មវិធីនេះមួយលើកកាលពីខ្ញុំនៅជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចហើយលើកនេះជាលើកដំបូងនៅក្រសួងទេសចរឃើញថាការរៀបចំកម្មវិធីនេះគឺបានជោគជ័យបានប្រព្រឹត្តទៅតាមអ្វីដែលបានគ្រោងទុកហើយទទួលបានលទ្ធផលជាផ្លែផ្កាដ៏ល្អ
ហើយសង្កេតឃើញការចូលរួមបរិច្ចាគឈាមនេះដោយស្ម័គ្រចិត្តនេះពីថ្នាក់ដឹកនាំត្រីរាជការរបស់យើងគឺឃើញថាមានកំណើនកាលពីប្រហែលថ្ងៃមុនរហូតដល់ម្សិលមិញហើយមកដល់ពេលនេះឃើញថាមានកំណើនលើសពីការដែលយើងបានដឹងពីមុនបាទនេះបញ្ជាក់ថាបងប្អូនយើងទាំងអស់គ្នាគាត់បានយល់ច្បាស់អំពីសារៈប្រយោជន៍នៃការផ្ដល់ឈាមយល់អំពីថាការផ្ដល់ឈាមហ្នឹងគឺមិនបានប៉ះពាល់ដល់សុខភាពទេផ្ទុយទៅវិញគឺជាការជួយសុខភាពយើងផងជាការសាកល្បងដែលថាបើយើងសុខភាពយើងមិនអំណោយផលគ្រូពេទ្យគាត់មិនអនុញ្ញាតឲ្យយើងផ្ដល់ឈាមទេនេះទី1ហើយទី2អញ្ចឹងបានន័យថាការដែលយើងអាចផ្ដល់ឈាមបានន័យសុខភាពយើងល្អបាទសុខភាពយើងល្អយើងអត់មានអីយើងមានលទ្ធភាពក្នុងការបរិច្ចាគឈាមបានចំណុចសំខាន់មួយទៀតគឺកាលណាយើងបរិច្ចាគឈាមយើងបានន័យយើងមានចិត្តជ្រះថ្លាហើយធ្វើឲ្យយើងសុខចិត្តហើយជាការបានមកវិញណាដោយលោកវិជ្ជាបណ្ឌិតតុកពោគាត់បានបញ្ជាក់ថាប្រសងលេខារបស់ព្រះអង្គគូសុភាពបញ្ជាក់ទៀតថាយើងមិនមែនបានធ្វើល្អរបស់យើងមិនមែនបានត្រឹមតែជាតិនេះទេបាទបានទៅបារម្ភលោកទៀតបាទលោកខាងមុខទៀតបាទយើងទីជាការកសាងនៅអំពើល្អរបស់យើងហើយខ្ញុំគិតថាការរៀបចំកម្មវិធីបរិច្ចាគឈាមលើកនេះមិនមែនជាលើកគឺជាលើកទី1ប៉ុន្តែមិនមែនជាលើកចុងក្រោយទេបាទយើងនឹងរៀបចំកម្មវិធីនេះបន្តទៀតថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ដំណាក់ថ្នាក់មិញគាត់បានប្រាប់ខ្ញុំថាគាត់សប្បាយចិត្តនឹងការចូលរួមក្នុងកម្មវិធីរបៀបនេះហើយលើកក្រោយបាទមានការរៀបចំទៀតពួកគាត់នឹងចូលរួមទៀតហើយលើកក្រោយនេះយើងខ្ញុំនឹងជើញខាងវិស័យឯកជនដែលរកទទួលទានក្នុងវិស័យទេសចរហ្នឹងជើញមកចូលរួមនៅក្នុងកម្មវិធីនេះឲ្យបានកាន់តែច្រើនឡើងជួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរបស់យើងឲ្យសម្រេចបាននៅអ្វីដែលកន្លងមកគឺថាយើងត្រឹមតែទទួលបានការបរិច្ចាគឈាមហ្នឹងជាង 22% ជាង 22.1% យើងឃើញថានៅមានវិទ្យាល័យប៉ុន្តែខ្ញុំមានជំនឿជឿជាក់មានក្តីសង្ឃឹមថាឥឡូវនេះចរន្តហ្នឹងខ្ញុំឃើញចរន្តនេះទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិទាំងវិស័យរដ្ឋនិងឯកជនចរន្តហ្នឹងគឺថាផ្ដល់ហ្នឹងគឺថាកាន់តែផុសផុលឡើងអញ្ចឹងទេខ្ញុំគិតថាតួលេខនេះពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំនឹងបន្តកើនឡើងអាចនិយាយបានថាទុកលំបាកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងកាន់តែត្រូវបានសង្គ្រោះបន្ថយការលំបាកហើយសង្គ្រោះជីវិតឲ្យបានកាន់តែច្រើនឡើងទៀតដើម្បីជាប្រយោជន៍រួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនធានប្រសិទ្ធិសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿងរបស់យើងសូមអរគុណបាទតាំងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលខ្ញុំបានសូមថ្លែងអំណរអគុណជាអនេកការចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានខិតខំរៀបចំកម្មវិធីថ្ងៃនេះជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានស្តុកគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនអ្នកជំងឺបាទជាចុងក្រោយខ្ញុំសូមសិទ្ធិពរជូនឯកឧត្តមឲ្យមានសុខភាពល្អហើយទទួលបាននៅសម្រាប់បាននៅភារកិច្ចផ្សេងធំរបស់ជាតិដែលរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចដាក់ជូនបាទសូមអរគុណបាទថ្ងៃនេះខ្ញុំបាទសប្បាយចិត្តខ្លាំងណាស់ក្នុងនាមមន្ត្រីក្រសួងទេសចរដែលបានបរិច្ចាគឈាមជូនដល់សង្គមដល់ប្រជាជនរបស់ខ្ញុំដែលត្រូវការឈាមបាទព្រោះឈាមគឺជាជីវិតបាទមានន័យថាឈាមអត់អាចផលិតបានក្រៅពីការបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ទេការបរិច្ចាគឈាមគឺជាការផ្ដល់នូវក្តីស្រឡាញ់ការបរិច្ចាគឈាមគឺជាបុណ្យកុសលមួយនេះជាលើកទី1ដែលខ្ញុំបរិច្ចាគឈាមហើយការបរិច្ចាគឈាមវាមានសារៈសំខាន់ក្នុងការជួយជីវិតមនុស្សសម្រាប់បងប្អូនយើងពិនិត្យសុខភាពដល់ឈាមឲ្យបានទៀងទាត់រៀងរាល់ឆ្នាំលើកនេះជាការផ្ដល់ឈាមរបស់ខ្ញុំជាលើកទី4ហើយការផ្ដល់ឈាមពិតជាមានសារៈសំខាន់មែនទែនក្នុងការជួយសង្គ្រោះជីវិតមនុស្សសម្រាប់អ្នកដែលគាត់ត្រូវការឈាមពេទ្យឈាមខ្ញុំគឺអាចជួយដល់នៅដល់ទីបានផ្សេងទៀតគឺជាប្រភេទឈាមអូបូបអញ្ចឹងមានន័យថាយើងជាប្រភេទឈាមមួយដែលអាចជួយទៅបានមនុស្សគ្រប់រូបនៅក្នុងសង្គមផងដែរសម្រាប់ការបរិច្ចាគឈាមហ្នឹងខ្ញុំគិតថាមានប្រយោជន៍ដែលអាចជួយទៅដល់មនុស្សដែលគាត់ត្រូវការឈាមក៏ដូចជាអាចជួយសុខភាពយើងពីនាមិនថាមន្ត្រីរាជការឬក៏ជាប្រជាជនកម្ពុជាទាំងមូលសូមធ្វើការបរិច្ចាគឈាមរៀងរាល់4ខែម្ដងដើម្បីយើងធ្វើការផ្លាស់ប្ដូរឈាមរបស់យើងផងដែរចា៎សូមអរគុណ